បានសួស្តីសូមស្វាគមន៍ហ្វេនប្រកាន់ channel របស់ខ្ញុំបាទរ៉ាឆេនអេឡិចត្រូនិកទាំងអស់គ្នាបាទហើយនៅយើងបានសិនបោ2គ្រឿងបាទប្រភេទ Samsung 2មួយផ្ដេកមួយវិឈរម៉ាស៊ីនមួយនេះបញ្ហារបស់វាគឺលិនផ្ដាងបាទហើយយកមកដូរផ្ដាងថ្មីហើយបាទតើឃើញសភាពម៉ាស៊ីនគឺដៃយ៉ាងហើយដៃនេះផ្នែកហើយថ្ងៃនេះភ្នាក់មេជាងសិនបកផងសិនភ្លើងផងលោកវិលហើយមើលមេជាងមើលមុខមេជាងហ្នឹងណាយ៉ាហើយម៉ាស៊ីនមួយគ្រឿងនេះគឺយើងនេះចង់ដាក់តេស្តមើលគឺខូចម៉ូទ័របាទហើយនេះឧបករណ៍តេស្តសម្រាប់នេះសម្រាប់លើដាក់មកលើហ្នឹងសម្រាប់ជាងថ្មីថ្មអញ្ចឹងណាអ្នករៀនស្រាវជ្រាវជំនាន់ក្រោយបាទឥឡូវឃើញថាគេសម្បូរប្រើដែរឥឡូវនេះបើសិនជាយើងធ្វើអីយើងគួរតែមានឧបករណ៍តេស្តដូចម៉ាស៊ីនមួយនេះបាទ error code LE អញ្ចឹង LE វាទាក់ទងជាមួយនឹង board ជាមួយនឹង motor យើងចង់ដឹងថា motor ខូចឥឡូវយើងធ្វើតេស្តនេះកាមេរ៉ាមកជិតណាតេស្តមើលអញ្ចឹងយើងធ្វើដួយធ្វើអីមកនេះឧបករណ៍តេស្តយើងនេះអញ្ចឹងដតមកអញ្ចឹងមកហើយចាំមើលអាភ្លើងហ្នឹងឧបករណ៍តេស្តស៊ីសងយើងធ្វើទេបាទយើងចង់ធ្វើបែបម៉េចក៏បានដែរឥឡូវយើងដតទៅនេះអត់ភ្លើងមកចាំមើលម៉ូទ័រវាយើងបើកកុងតាក់មកប្រអប់នេះយើងចង់ធ្វើបែបណាក៏បានដែរនេះបើកកុងតាក់មកនេះចាំមើលភ្លើងនេះម៉ូទ័រវារួចទេបាទនេះហើយចេញអាឡាមបាទនេះ error code អាឡាមលុប3ដងចឹងអាឡាមលុប3ដងនេះសម្រាប់ឧបករណ៍សម្រាប់ខ្ញុំធ្វើនេះគឺខូចម៉ូទ័រហើយមកខ្ញើទេបាទហើយមួយទៀតយើងចង់ដឹងថាម៉ូទ័រនេះវាបញ្ហាអីយើងអាចវាស់អូមវាបើអូមមាននៅសល់13អូមអីហ្នឹងល្អហើយទាំង3ជើងសម្រាប់ម៉ូទ័រ DC inverter នេះម៉ូទ័រសនេះចឹងម៉ូទ័រនេះឆេះហើយយើងអាចរុំបានទេបាទដូរថ្មីបាទថ្មីឬក៏កាត់សាច់បន្តិចដាក់នេះសម្រាប់អាម៉ាស៊ីនបោក LT error code LE ចឹងទី1តេស្តមើលម៉ូទ័រសិនឧបករណ៍តេស្តយើងមានប្របាអីធ្វើទេបាទនេះនៅយើងអាចតេស្តប្លុកម៉ាស៊ីនទូកលេសទូតេស្តប្លុកទូទឹកកកបាទអាចតេស្តបាន Samsung LG Hitachi ហើយប្លុកអត់ទៅប្លុក inverter តេស្តបានតែមានមុខងារផ្សេងទៀតយើងអាចតេស្តប៉ុន្តែខ្ញុំសម្រាប់តែខ្ញុំធ្វើអញ្ចឹងខ្ញុំអត់បានទាន់ធ្វើឲ្យគ្រប់ជ្រុងជ្រោយបាទហើយចំពោះអាគ្រឿងក្នុងនេះចាំឯណាតនេះខ្ញុំធ្វើវីដេអូថតបង្ហាញចឹងសម្រាប់រៀនធ្វើតាមឬក៏ឯកម៉ង់ចឹងអាចធ្វើឲ្យបានអានេះប្រអប់ទៅបូមទឹកចឹងប្រអប់អីក៏បានដែរសំខាន់យើងឲ្យតែដាក់ទៅកុំតែវាញ៉ៃចឹងមានតែប៉ុណ្្នឹងឯងហើយតំណងជួយជល់បានបាទជាងយីនសក់ថ្មពួកបាទដែលមានលេខទូរស័ព្ទ07164ការ៉េ3លេខ2ហើយទទួលជួសជុលច្រើនបាទមានទាំងទូទឹកកកទូចាក់ប្រេងខួរក្បាលដូមវ៉ានភ្លើងដូឡាប៉េដូខួរក្បាលទូចាក់ប្រេងអីក៏ជួសជុលដែរបាទហើយបងមេដែលចង់ឲ្យជួសជុលផ្នែកខួរក្បាលក៏ទៅចាក់ប្រេងក៏អាចទំនាក់ទំនងមកបានបាទហើយលេខទូរស័ព្ទខ្ញុំបានប្រាប់មុនមិញហើយបាទវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាទអរគុណ